ហាមិនឲ្យពួកនាងមានអ្នកណាម្នាក់មាត់ដាច់និយាយរឿងព្រះជាយាឧស្សាហ៍កម្ចាត់ពួកព្រះជាយានោះទេហើយព្រះអង្គអភិរាទ្រង់មានព្រះរាជបញ្ជាដេញព្រះជាយាចេញពីនគរវេសាលីដើម្បីជាការនិរទេសប៉ុន្តែមិនតាន់អស់ចិត្តព្រះធីតាមារទីទេទ្រង់បានបញ្ជាឲ្យអាមាត្យស៊ីនខនចាំនៅមាត់ទ្វារនគរមេដោះលោកអាមាត្យមានគម្រោងការអាក្រក់អីទៀតទៅធ្វើគុតព្រះជាយាហើយនឹងព្រះធីតាសុវិឆាព្រះមេដាកុំព្រះកន្សែងអីព្រះមេដាទ្រង់ផ្ដៅឲ្យបុត្ររឹងមាំព្រោះថាជីវិតមនុស្សយើងទទួលកម្មពីការពីជាតិមុនត្រូវរងាប់ភាពក្រៀមក្រំខូចចិត្តណាព្រះមេដាបុត្រមេដានៅក្មេងណាបុត្រត្រូវមកលំបាកវេទនាព្រោះតែការចោទប្រកាន់មេដាសន្យាថាមេដានឹងមើលថែបុត្រឲ្យបានល្អហើយថ្ងៃណាមួយបិតាប្រកាសជាយល់ពីការពិតថាយើងទាំងពីរអ្នកម្ដាយកូនគឺជាជនបរិសុទ្ធមកជិតផុតទ្វារនគរទៅហើយហេតុអីមិនទាន់ឃើញឆ្មាវិឡាតាមមកទៀតព្រមេមិនដឹងចាប់បងវិឡានិស័យឆ្មាមិនដឹងថាអ្វីគួរអ្វីមិនគួរពេលនេះមិនដឹងជាទៅរពឹសនៃណាឡើយទ្រង់មិនបាច់ខ្វល់ពីនាងទេព្រះធីតាព្រះមេដាបិទចង់ចាំបងវិឡាអាមាត្យស៊ីនខនមានរាជបញ្ជាឲ្យឆាប់យាងឲ្យទូលបង្គំយាងព្រះជាយាហើយនឹងព្រះធីតាសូវីឆាយាងទៅណាគិតថាទៅឋានសួគ៌ទីដឹងយើងព្រះជាយានិងព្រះធីតាសូវីឆាយើងទៅណាគិតថាទៅឋានសួគ៌ណាជួយផងមានអ្នកណាអាចជួយព្រះជាយាបានទេព្រោះថានេះជាបញ្ជារបស់ព្រះជាយាស៊ីឧស្សាហ៍ស្លាប់ទៅព្រះជាយាមៀវវិឡាយ៉ាងម៉េចនឹងឆ្មាវិឡាឆាប់រត់ទៅលោកអាមាត្យព្រះជាយាអូយលោកអាមាត្យយ៉ាងមិនថៃលោកអាមាត្យអូយនៃរបស់ខ្ញុំហើយនាងឆ្មាព្រៃជើងល្អមានសុវត្ថិភាពមែនណានាងវិឡាងងឹតមើលអីមិនឃើញទេគួរខ្លាចណាឆាន់ឈឿននេះមិនមែនខ្លាចតែម្នាក់ឯងទេយើងក៏ដូចគ្នាមិនដឹងជាគិតខុសឬគិតត្រូវទេដែលឲ្យឆ្មានាំផ្លូវនោះមៀវកុំរអ៊ូពេកឆាន់ឈឿនបើមិនរត់ចូលព្រៃទេតើរត់គេចពីពួកនោះដោយរបៀបណាទេខ្ញុំមិនចាប់បានទៅស៊ើបការពិតទៅជាផែនការអាក្រក់របស់ព្រះជាយាស៊ីឧស្សាហ៍យើងមិនស្មានសោះថាម្ចាស់បងដល់ថ្នាក់លោភលន់ហ៊ានសម្លាប់ប្អូនហើយសម្លាប់ក្មួយរបស់ខ្លួនឯងកំព្រះកន្សែងអីព្រះមេដា